ទីក្រុងទាំង10នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានមនុស្សរស់នៅច្រើនជាងគេបំផុតនៅក្នុងវីដេអូនេះយើងនឹងមិនតាន់ទៅណាឆ្ងាយអំពីតំបន់អាស៊ីអាគ្នេយ៍ដែលមានកម្ពុជាយើងនៅក្នុងនោះផងទេក៏ប៉ុន្តែនឹងមិននិយាយអំពីយោធាឬក៏សេដ្ឋកិច្ចទេយើងនឹងជជែកគ្នាអំពីប្រជាជនគឺទីក្រុងធំៗដែលមានមនុស្សរស់នៅច្រើនជាងគេនៅក្នុងតំបន់មួយនេះតើអាស៊ីអាគ្នេយ៍ក្នុងពេលបច្ចុប្បន្នទីក្រុងណាខ្លះចាប់ឈ្មោះថាជាទីក្រុងដែលមានមនុស្សរស់នៅច្រើនជាងគេបំផុតនោះសូមអញ្ជើញលោកអ្នកទស្សនាជាបន្តលំដាប់ទី10ទីក្រុងយ៉ាងហ្គូននេះគឺជាទីក្រុងធំជាងគេបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានទីតាំងនៅក្នុងតំបន់យ៉ាងហ្គូនហើយមានផ្ទៃក្រឡាប្រមាណជា 598.8 គីឡូម៉ែត្រការ៉េទីក្រុងនេះមានអារាមព្រះពុទ្ធសាសនាដែលមានកម្ពស់ខ្ពស់សណ្ដឹមនិងអគារជាច្រើនដែលបន្សល់ទុកតាំងពីសម័យកាលអាណានិគមរបស់អង់គ្លេសនៅក្នុងទីក្រុងមួយនេះមានប្រជាជនរស់នៅប្រមាណជា 5.65 លាននាក់លំដាប់ទី9ទីក្រុងសារ៉ាបាយ៉ានេះគឺជាទីក្រុងកំពង់ផែមួយរបស់ប្រទេសឥណ្ឌូនេស៊ីដែលមានទីតាំងនៅលើកោះជ្វាទីក្រុងសារ៉ាបាយ៉ាមានទាំងអគារទំនើបៗដែលមានកម្ពស់ខ្ពស់និងមានទាំងសំណង់បុរាណដូចជាព្រះវិហារអ៊ីស្លាមសាសនាដែលត្រូវបានកសាងឡើងតាំងពីសតវត្សទី15នៃគ្រិស្តសករាជនៅក្នុងពេលបច្ចុប្បន្ននេះសារ៉ាបាយ៉ាមានប្រជាជនរស់នៅប្រមាណជា 5,950,000 នាក់លំដាប់ទី8ទីក្រុងបានដុងនេះគឺជាទីក្រុងដ៏ធំមួយទៀតរបស់ប្រទេសឥណ្ឌូនេស៊ីដែលជាទីប្រជុំជនធំបំផុតរបស់ខេត្ត West Java បានដុងគិតនៅក្នុងឆ្នាំ2026មានមនុស្សរស់នៅប្រមាណជា 7 លាននាក់ទីក្រុងហាណូយនេះគឺជាទីក្រុងដ៏ធំមួយរបស់ប្រទេសវៀតណាមគឺជារដ្ឋធានីរបស់ប្រទេសហើយក៏ជាទីក្រុងដែលចម្រុះដោយវប្បធម៌របស់វៀតណាមចិនហើយនិងបារាំងនៅក្នុងប្រវត្តិសាស្ត្រទីក្រុងមួយនេះត្រូវបានបារាំងចូលទៅដាក់អាណានិគមនៅក្នុងឆ្នាំ1873នៅក្នុងពេលសប្តាហ៍ថ្ងៃទីក្រុងហាណូយមានប្រជាជនរស់នៅ 7,350,000 នាក់ទី6ទីក្រុងសិង្ហបុរីទីក្រុងសិង្ហបុរីគឺជារដ្ឋធានីរបស់ប្រទេសសិង្ហបុរីទីក្រុងមួយនេះត្រូវបានគេទុកថាជាទីក្រុងទំនើបទីក្រុងវៃឆ្លាតនិងជាទីក្រុងដែលមានបច្ចេកវិទ្យាទំនើបបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅក្នុងពេលបច្ចុប្បន្នមានមនុស្សរស់នៅខ្ទង់ 8 លាននាក់សូមបញ្ជាក់ថា 8 លាននាក់នេះគឺសំដៅទៅលើមនុស្សសរុបដែលរស់នៅក្នុងទីក្រុងសិង្ហបុរីមិនមែនសំដៅតែទៅលើជនជាតិសិង្ហបុរីនោះទេទី5ទីក្រុងកូឡាឡាំពូកូឡាឡាំពូគឺជាទីក្រុងធំបំផុតហើយក៏ជារដ្ឋធានីរបស់ប្រទេសម៉ាឡេស៊ីផងដែរនៅក្នុងទីក្រុងមួយនេះសម្បូរទៅដោយអគារដែលមានកម្ពស់ខ្ពស់ជាប់លេខលំដាប់អាស៊ីនិងលំដាប់ពិភពលោកទៀតផងបច្ចុប្បន្ននេះទីក្រុងកូឡាឡាំពូមានមនុស្សរស់នៅប្រហែលជា 9,550,000 នាក់លំដាប់ទី4ទីក្រុងហូជីមិញស៊ីធីរបស់ប្រទេសវៀតណាមជាទូទៅគេហៅទីក្រុងនេះថាទីក្រុងសៃហ្គនគឺជាទីក្រុងដែលមានទំហំធំបំផុតប្រចាំប្រទេសវៀតណាមហើយក៏ជាទីក្រុងដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេផងដែរទីក្រុងដ៏ធំមានទីតាំងនៅភាគខាងត្បូងនៃប្រទេសវៀតណាមមួយនេះនៅក្នុងពេលបច្ចុប្បន្នមានមនុស្សរស់នៅជាង 14,800,000 នាក់លំដាប់ទី3ទីក្រុងបាងកករបស់ប្រទេសថៃបាងកកគឺជាទីក្រុងដ៏ធំហើយក៏ជារាជធានីរបស់ប្រជាណាចក្រថៃនៅក្នុងទីក្រុងនេះមានទាំងអគារខ្ពស់ស្កឹមស្កៃទំនើបវត្តអារាមព្រះពុទ្ធសាសនាព្រមទាំងទន្លេបច្ចុប្បន្ននេះទីក្រុងបាងកកមានមនុស្សរស់នៅប្រហែលជា 21,800,000 នាក់លំដាប់ទី2ទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីនម៉ានីលឬក៏ម៉ានីឡាគឺជារដ្ឋធានីរបស់ប្រទេសហ្វីលីពីនគឺជាទីក្រុងដែលមានដង់ស៊ីតេមនុស្សរស់នៅខ្ពស់បំផុតមួយនៅក្នុងទីក្រុងនេះសម្បូរទៅដោយអគារខ្ពស់ហើយនិងសំណង់ដែលបន្សល់ទុកពីអាណានិគមអេស្ប៉ាញទីក្រុងម៉ានីលគិតត្រឹមឆ្នាំ2026នេះមានមនុស្សរស់នៅជាង 27,800,000 នាក់លំដាប់ទី1ទីក្រុងដែលមានមនុស្សរស់នៅច្រើនជាងគេបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍គឺទីក្រុងយ៉ាកាតារបស់ប្រទេសឥណ្ឌូនេស៊ីនេះគឺជារដ្ឋធានីនិងជាទីក្រុងដ៏ធំអស្ចារ្យរបស់ប្រទេសឥណ្ឌូនេស៊ីមានទីតាំងនៅភាគពាយព្យនៃកោះជ្វាទីក្រុងនេះមានវប្បធម៌ចម្រុះដូចជាជ្វាម៉ាឡេចិនអារ៉ាប់ឥណ្ឌាហើយនិងអឺរ៉ុបនៅក្នុងពេលបច្ចុប្បន្ននេះទីក្រុងយ៉ាកាតាមានមនុស្សរស់នៅចន្លោះពី 29,500,000 នាក់ទៅដល់ 42 លាននាក់សូមអរគុណចំពោះការទស្សនារបស់លោកអ្នកហើយយើងជួបគ្នានៅក្នុងវីដេអូក្រោយមាន K-Store App ស្រួលនោះស្រួលតាមបានបន្ទុកសន្សំពីហាងរាប់ពាន់នៅក្នុងកម្មវិធីតែមួយលែងព្រួយភ័ន្តច្រឡំទៀតហើយអេឈប់អ្នកក៏អាចដូរបន្ទុកយករង្វាន់នៅក្នុង App ផងដែរ Shop Smart Shop with K-Store